ngày nắng với mà lên vẹt mùi này chỉ mùi nắng pú mà nhông mà giống na vẹt nó có ra nó không game Roblox giờ nào lại dân ai từ ra rồi mở bànហើយឈ្មោះវាchẳngអាចមើលនៅក្នុងទៅបាទហើយcoiបែបយើងទៅមើលនៅវីដេអូទាំងអស់គ្នាបន្ទាប់ពីចូលក្នុង game ហើយគេឲ្យយើងមកយកសាកសពមួយនេះអីចឹងណាហើយកន្លែងមួយនេះនឹងគេថាឲ្យគេឲ្យបណ្ឌិតអីទេបាទខ្ញុំអត់ចេះអង់គ្លេសទេហើយក៏បន្ទាប់មកខ្ញុំក៏ឲ្យពូម៉ាក់ខ្ញុំវាធ្វើម្ដងអីចឹងណាហើយអាកន្លែងហ្នឹងខ្ញុំក៏បាន record ហ្នឹងលឺសលេងដែលខ្ញុំនិយាយនៅក្នុងនឹងសិនដែរប៉ុន្តែមូលហេតុអីវាបានវាអត់លឺអីចឹងណាអាកន្លែងនេះខ្ញុំធ្វើការចាំវាឡើងយូរមែនតើថាវាធ្វើយ៉ាងយូរដែរចឹងណាកន្លែងហ្នឹងខ្ញុំក៏បានលើកក្រែកាន់ក្រែចោលឡើងនិយាយទៅឡើងយូរមែនតើយូរខ្លាំងមកល្មមវាមិនខ្លាំងយូរពេកទេបន្ទាប់មកខ្ញុំគេឲ្យក៏លើកសាកគេឲ្យលើកសាកសពអីចឹងណាអូសុំទោសមែនកន្លែងលើសាកសពឯងការពាក់នោះគេចុចកុំព្យូទ័រយ៉ាងលើសលេងកុំព្យូទ័របន្ទាប់មកវាក៏ធ្វើបានសម្រាប់ហើយខ្ញុំក៏បានយកសាកសពមួយហ្នឹងមកដាក់នៅលើក្រែរបស់យើងអីចឹងណាបន្ទាប់មកវាក៏អូសចេញទៅកន្លែងមួយទៀតអីចឹងណាហើយមើលសលេងវាលយមែនតើហើយបន្ទាប់ពីយកសាកសពរបស់យើងយកមកដាក់នៅលើក្រែហើយគេឲ្យយើងទៅបន្ទប់រក្សាទុកសាកសពអីចឹងណាហើយមិនយូរមិនឆាប់ខ្ញុំក៏បានដើរមកដល់បន្ទប់ដែលគេដាក់សាកសពបន្ទាប់មកខ្ញុំក៏បើកទូដាក់សាកសពហើយក៏ពូម៉ាក់ខ្ញុំវាយកសាកសពមកដាក់ចូលនឹងហើយបន្ទាប់មកខ្ញុំក៏ចុចបិទអាទូនឹងវិញទៅហើយខ្ញុំក៏បានមកដល់ទីតាំងដែលចតាយន្តទីតាំងរបស់យើងអញ្ចឹងណាហើយយើងខលទៅគេហើយយើងយកអាក្រែរបស់យើងហ្នឹងយកទៅដាក់នៅក្នុងចតាយន្តរបស់គេវិញនេះយើងដាក់នៅក្នុងចតាយន្តរបស់គេវិញអញ្ចឹងមកបន្ទាប់មកវាយកទៅវិញហើយយើងចាំគេខលមកវិញម្ដងទៀតហើយមកដល់កន្លែងនេះគេក៏ចាប់ផ្ដើមខលមកវិញម្ដងទៀតហើយពូម៉ាក់ខ្ញុំក៏វាលើកអីចឹងណាខ្ញុំលើកអត់តាន់ហើយពូម៉ាក់ខ្ញុំលើកមុនហើយបន្ទាប់ពីខលហើយគេក៏បានដាក់ក្រែហ្នឹងមកវិញម្ដងទៀតកន្លែងនេះគេឲ្យខ្ញុំទៅកន្លែងបន្ទប់យកសាកសពបន្ទប់201អញ្ចឹងណាហើយបន្ទាប់ខ្ញុំដើររកបន្ទប់ហ្នឹងពីអ្នកពូម៉ាក់ខ្ញុំចាពូម៉ាក់ខ្ញុំក៏វាអានប្រាប់ថាកន្លែងនេះគឺជាបន្ទប់201ទៅបើកទ្វារបន្ទាប់ពីបើកទ្វារហ្នឹងហើយយើងមកឃើញសាកសពមួយនេះអញ្ចឹងណាសាកសពនឹងយកទៅទៀតនេះបន្ទាប់មកខ្ញុំក៏ដាក់ក្រែចុះហើយខ្ញុំក៏ទៅយកសាកសពមកដាក់លើក្រែហើយពូម៉ាក់ខ្ញុំក៏វាយកទៅកាន់ក្រែអូសទៅវិញទៅហើយបន្ទាប់មកខ្ញុំនឹងពីរអ្នកពូម៉ាក់ខ្ញុំអញ្ចឹងយើងយកអាក្រែហ្នឹងយកទៅវិញណាយកក្រែរបស់យើងទៅបន្ទប់យើងដើមវិញហើយកន្លែងហ្នឹងគេឲ្យយើងយកសាកសពហ្នឹងយកទៅកន្លែងហ្នឹងកលទុកសាកសពម្ដងទៀតហើយតបមកខ្ញុំក៏រកកន្លែងចុចបើកអាទូវានេះដើម្បីដាក់សាកសពចូលអញ្ចឹងណាហើយក៏ដាក់សាកសពចូលនៅក្នុងហ្នឹងទៅបន្ទាប់មកបិទវិញហើយថាទ្វារលឺសលេងសាហាវដល់សលេងឡើងរោបរ៉ាមកទ្វារចាំមកកន្លែងយើងធ្វើការខលទៅគេអញ្ចឹងដល់ពេលគេបើកចតាយន្តយកក្រែទៅវិញហ្នឹងណាមកគេបើកហើយគេបើកចតាយន្តហើយយើងយកដាក់ក្រែចូលទៅវិញហើយបន្ទាប់មកខ្ញុំអង្គុយចាំគេខលមកវិញអីចឹងណាបន្ទាប់ពីអង្គុយចាំអស់យ៉ាងយូរហើយគេ
គេក៏បានខលមកវិញចុច apply មកគេដឹងសេថាម៉េចទេគេដឹងកូននិយាយថាម៉េចអីថាម៉េចដែរភាសាតែខ្ញុំអត់ចេះអង់គ្លេសតែមកគេក៏បើកចតាយន្តហើយយើងយកសាកសពមកវិញអញ្ចឹងណាហើយអាកន្លែងហ្នឹងអើយគេថាកន្លែងរន្ធត់មែនតើទីគេចាក់កឲ្យវីដេអូកុំមែនប៉ុណ្ណាដែរកុំភ្លេចចុច like និង subscribe លើវីដេអូនេះមួយផងបាទ